បានបញ្ជូនដល់ហើយបានហើយកញ្ញាលីមកដល់ហើយបានហើយជាជីសានមែនទេកញ្ញាលីនជីដងរូបអ្នកហេដំឡូងបារាំងកុំចូលមកនេះជាអន្តៈនៅទីនេះជីសានហេកញ្ញាលីនកិច្ចប្រជុំថ្ងៃនេះលោកប្រធានលីនបានកំណត់មុនពេលអ្នកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យនាំអង្គរៈចូលឡើយចុងសប្តាហ៍នេះអ្នកស្នាក់នៅទីនេះកញ្ញាមីងខ្ញុំមិនជឿថាពួកគេយ៉ាងមិនហើយទេបើមានគ្រោះថ្នាក់ញឹមទៅអេសានាំអ្នកទៅសាលប្រជុំកញ្ញាលីនសូមអញ្ជើញមកបន្ទប់ប្រជុំទូដៅរត់មកលឿនជ្រៅបន្តិចสื่อសានអ្នកណែណាកុំធ្វើបាបគេទូដៅឯងក្មេងពេកហើយតុងតុងស៊ីសានអ្នកមិនអីទេអត់អីទេកញ្ញាលីនគូដណ្ដឹងរបស់អ្នកមើលថែអ្នកខ្លាំងណាស់ពួកឯងចង់ធ្វើអីឥឡូវនេះឪពុករបស់អ្នកបានទទួលមរណភាពដោយចៃដន្យហើយក្រុមហ៊ុនដ៏ធំមួយនេះមិនអាចឲ្យមនុស្សខ្វាក់ម្នាក់មើលថែបានទេមែនទេពួកពូយើងបានពិភាក្សាគ្នាហើយនឹងជួយគ្រប់គ្រងជំនួសអ្នកដោយបង្ខំចិត្តខ្ញុំប្រាប់ឲ្យអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះឲ្យបានឆាប់ក្រែងលោធ្វើឲ្យខូចហុងហ្វូដែលឪពុកអ្នកបង្កើតឡើងដោយផ្ទាល់ដៃចុះបើខ្ញុំមិនចុះហត្ថលេខាវិញហាបើចូលទ្វារនេះហើយឯងគ្មានសិទ្ធិសម្រេចចិត្តអីទៀតទេខ្ញុំនឹងមើលថាអ្នកណាហ៊ានធ្វើអីគឺជារឿងធំលែងទូតរបស់ខ្ញុំទៅវាទៅលែងទូតរបស់ខ្ញុំទៅខ្ញុំនឹងឲ្យភាគហ៊ុនរបស់ខ្ញុំទាំងអស់ទៅពួកឯងភាគហ៊ុនតិចតួចរបស់ឯងមិនគ្រប់គ្រាន់សម្រាប់ខ្ញុំចូលរួមចំណែកឲ្យវាបិទមាត់ទៅក្រោកឈរលែងខ្ញុំទៅលោកចេញសៀងបើសិនជាមានគ្រោះថ្នាក់អ្នកវាមួយដងងាប់ហើយលែងទៅកុំកំរើកលែងទៅអញលែងទៅ
ឃើញឯងកញ្ញោយ៉ាងនេះខ្ញុំនឹងដុតវាឲ្យពុកឯងជំនួសដុតវាចោលទៅទេឲ្យខ្ញុំវិញប៉ាហាឯងសំបីតែគិតយកចុងក្រោយរបស់ប៉ាឯងក៏ឯងការពារអត់បានដែរចុះឯងអាចការពារអ្វីបានទៀតហាកុំប៉ាខ្ញុំហាក្រោបកញ្ញាលីនមានបញ្ហាហើយឆាប់ខាត់ពួកគេទៅកុំឲ្យពួកគេចេញពីបន្ទប់ឆាប់ឡើងទៅខាងនោះបាក់កុំឲ្យសំឡេងចុះអ្នកពាក់អាវស្បែកខ្មៅនោះទៅណាជួយផងគឺមនុស្សម្នាក់ដែលខ្ញុំគៀបនៅមុខបង្អួចលើដំបូលថ្ងៃនោះឯងនិយាយអីហ្នឹងមេធាវីឲ្យខ្ញុំជាតិកកុំរត់កុំឲ្យតែឯងនិយាយឯងចង់បានអីខ្ញុំនឹងប្រាប់ឯងខ្ញុំចង់ឲ្យឯងញាប់លេងខ្ញុំទៅមកទៅកុំមកចិត្តមិនក៏មកអង្គុយនៅទីនេះកុំល្ងងអីឯងគឺឯងទេតកញ្ញាលីនអ្នកនាងភ្ញាក់ហើយអ្នកមិនក៏នៅទីនេះអ្នកនាងក្តៅខ្លួនតាំងពីត្រឡប់មកវិញកម្ដៅមិនទាន់ចុះទេនេះជាថ្នាំដែលពេទ្យឲ្យឆាប់ផឹកវាទៅខ្ញុំមិនផឹកទេឯងចេញទៅឯងហ៊ានធ្វើដាក់អញបែបនេះឯងត្រូវបណ្តេញចេញហើយរឿងនឹងឯងគ្មានសិទ្ធិនិយាយទេខ្ញុំបានទទួលភារកិច្ចពីឪពុកឯងខ្ញុំយកលុយរបស់គាត់បើឯងចង់បណ្តេញខ្ញុំឯងត្រូវធ្វើឲ្យគាត់រស់ឡើងវិញមកចុះកិច្ចសន្យាបញ្ចប់ការងារជាមួយខ្ញុំឯងនិយាយផ្ដេសផ្ដាសប៉ារបស់ខ្ញុំមិននឹងជួលឯងកើតឯងជាឃាតករចុងសប្តាហ៍នេះខ្ញុំនឹងឲ្យលុយឯង3 ដងថ្លៃទីផ្សារសង្ឃឹមថាឯងនឹងជួយមើលថែទង់ឲ្យខ្ញុំឲ្យបានល្អនេះគឺជាកុងត្រានិងការទូទាត់ប្រាក់សម្រាប់រយៈពេល5 ឆ្នាំគឺទេឯងមិនមែននឿសូសំឡេងឪពុកឯងមិនស្គាល់ផងហ្នឹងឯងចង់បកស្រាយយ៉ាងណាក៏គ្មានប្រយោជន៍ដែរខ្ញុំបានឃើញនឹងភ្នែកខ្លួនឯងកញ្ញាលីនតើឯងត្រូវឲ្យខ្ញុំធ្វើម៉េចទើបជឿខ្ញុំភស្តុតាង
យ៉ាងម៉េចទើបអាចបញ្ជាក់អាហាជួយផងឆាប់មកនរណាម្នាក់មកកញ្ញាចៅតោដែលរំខានខ្ញុំសុំទោសឈឺបង្ហាញផុសតាំងម៉េចកញ្ញាលីនអ្នកមានគូដណ្ដឹងហើយអ្នកមិនគួរធ្វើប្រហែសទេទៅធ្វើបាបអង្គរៈរបស់អ្នកបែបនេះខ្ញុំឲ្យអ្នកជ្រើសរើសពីរឬអ្នកដោះខ្លួនឯងឬខ្ញុំដោះឲ្យអ្នកមិនក៏អៀនទៀតហើយបេះដូងរបស់អ្នកលោតលឿនណាស់អ្នកខ្លាចអ្វីត្រូវស្រីកំណាចរំលោភបំពានជាលើកដំបូងភ័យណាស់ឥឡូវនេះអ្នកនៅមានអ្វីចង់និយាយទៀតបើអ្នកមិនមែនជាមនុស្សនោះទេកន្លែងនេះក៏មានស្នាមនៅកន្លែងនេះខ្ញុំមិនមែនត្រឹមតែមានស្នាមនៅកន្លែងនេះទេកន្លែងនេះក៏មានដែរហើយកន្លែងនេះក៏មានដែរយើងជាអង្គរៈមានស្លាកស្នាមបន្តិចបន្តួចនៅលើខ្លួនជារឿងធម្មតាទេអាហេប៉ះកន្លែងនេះម្ដងទៀតមិននឹកស្មានថាពួកវាហ៊ានធ្វើមែនខ្ញុំទើបតែថាអ្នករងរបួសខ្ញុំភ័យស្លាប់ហើយខ្ញុំប្រាប់អ្នកកុំឲ្យមកបន្ទប់ខ្ញុំទេតាចាំបន្តិចទង់ឃើញគាត់ពិការភ្នែកហើយអាចមើលឃើញទេម្យ៉ាងវិញទៀតយើងទាំង3អ្នកស្គាល់គ្នាជាច្រើនឆ្នាំមកហើយទោះបីខ្ញុំនៅក្នុងបន្ទប់អ្នកក៏គាត់មិនគិតអីដែរអ្នកគួរតែទៅមើលទង់សិនទៅថ្ងៃនេះគាត់ក៏រងរបួសធ្ងន់ដែរនេះខ្ញុំខ្លួនឯងអីយ៉ាអត់ទេឲ្យខ្ញុំធ្វើទៅទេទង់មិនក៏ឯងមកក្តៅខ្លួនឯងមិនទាន់ចុះផងយូវីឯងក៏នៅទីនេះដែរយូវីជាអ្នកយកថ្នាំមកឲ្យខ្ញុំអ្នករបួសមែនទេធ្ងន់ធ្ងរអត់អីទេរបួសក្រៅស្បែកទេឯងនៅតែអីចឹងសោះខ្លួនឯងនៅមិនទាន់ជាសះស្បើយឲ្យបានល្អឈុនសានខ្ញុំមកជួបអ្នកគឺចង់ឲ្យអ្នកជួយខ្ញុំប្តឹងប៉ូលីសខ្ញុំបានប្រាប់អ្នកពីមុនហើយថ្ងៃដែលប៉ាខ្ញុំស្លាប់មានមនុស្សម្នាក់បានចូលទៅក្នុងបន្ទប់ខ្ញុំ
ក្រោយមកខ្ញុំធ្វើឲ្យគេរបួសហើយគេក៏រត់គេចខ្លួនបាត់ទៅពេលខ្ញុំដេញតាមគេដល់ជាន់ទី3ខ្ញុំឃើញគេចាប់រឹតប៉ាហើយប្រាប់ប៉ាឲ្យស្លាប់ទៅខ្ញុំសង្ស័យថាអ្នកនោះគឺជាអង្គរៈថ្មីឈ្មោះចៅម៉ូទោះបីជាខ្ញុំនៅមិនទាន់មានភស្តុតាងច្បាស់លាស់ក៏ដោយក៏ប៉ុន្តែសំឡេងរបស់គេនិងអារម្មណ៍ដែលគេផ្ដល់ឲ្យខ្ញុំគឺដូចគ្នាពេះបិទនឹងអ្នកនោះហើយគេមានស្នាមរបួសនោះទៀតក្រោយប៉ាខ្ញុំស្លាប់ពួកយើងបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទាំងអស់នៅផ្ទះហើយគឺគ្មានឃើញមនុស្សគួរឲ្យសង្ស័យណាទេហើយនៅថ្ងៃដែលប៉ាខ្ញុំស្លាប់បន្ទប់ធ្វើការរបស់ប៉ាក៏គ្មានអ្នកណាចូលទៅដែរហើយប៉ូលីសតើយើងឲ្យប៉ូលីសស៊ើបអង្កេតអីទៅរឿងឃាតកម្មការស្លាប់របស់ប៉ាខ្ញុំច្បាស់ជាពាក់ព័ន្ធជាមួយគេហើយថងខ្ញុំដឹងថាឯងពិបាកចិត្តណាស់រឿងមរណភាពរបស់ពូប៉ុន្តែលិខិតមរណភាពដែលមន្ទីរពេទ្យចេញបានបញ្ជាក់ថាពូស្លាប់ដោយសារគាំងបេះដូងបើពិតជាមាននរណាម្នាក់ចូលមកក្នុងយើងក៏គ្មានភស្តុតាងណាអាចបញ្ជាក់ថាគេជាអ្នកសម្លាប់ពូនោះដែរពិចារណារបស់ខ្ញុំតែងតែត្រឹមត្រូវណាស់ប៉ាមិនអាចទៅដោយរបៀបនេះទេថងបើឯងពិតជាមិនចូលចិត្តចៅម៉ូយើងនឹងបណ្ដេញគេចេញហើយខ្ញុំនឹងរកអ្នកយាមថ្មីឲ្យឯងទេមុនពេលរកឃើញភស្តុតាងមិនអាចឲ្យគេទៅបែបនេះបានទេថងឯងកុំបារម្ភអីខ្ញុំតែងតែនៅខាងឯងជានិច្ចប៉ុន្តែឥឡូវនេះស្ថានភាពភ្នែករបស់ឯងគឺពិសេសគ្រូពេទ្យក៏បាននិយាយថាបញ្ហាភ្នែកដុំពូជបណ្ដាលឲ្យហូរឈាមក្នុងខួរក្បាលដែលសង្កត់លើមជ្ឈមណ្ឌលមើលឃើញអ្វីដែលឯងគួរធ្វើឥឡូវនេះគឺលេបថ្នាំឲ្យបានទៀងទាត់សម្រាប់ឲ្យបានល្អអ្វីដែលសំខាន់បំផុតគឺអារម្មណ៍មានស្ថិរភាពទើបរាងកាយអាចជាសះស្បើយបានឆាប់រហ័សមែនហើយតងឯងត្រូវឆាប់ជាសះស្បើយទើបពូអាចទៅដោយអស់បារម្ភសំណាងហើយដែលមានពូឯងគឺការបកស្រាយពេលពូស្លាប់ថ្ងៃនោះក៏គ្មាននរណាម្នាក់ទៅទីនោះដែរ